លោកអ្នកតាន់យ៉ាហ៊ូអះអាងថាសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ីរ៉ង់ត្រូវបានកំទេចទាំងស្រុងនៅក្នុងសន្និសីទសារព្រមានដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃប្រហោះទី19មីនានាយរដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសពីអ្វីដែលលោកហៅថាជាជ័យជំនះជាប្រវត្តិសាស្ត្រលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈការអះអាងរបស់លោកមហិច្ឆតានុយក្លេអ៊ែរនិងកម្លាំងវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ដែលជាការគំរាមកំហែងដ៏ធំបំផុតក្នុងតំបន់ត្រូវបានកំទេចចោលដោយជោគជ័យតាមរយៈប្រតិបត្តិការវាយប្រហារផ្លូវអាកាសដ៏សន្ធប់នាពេលថ្មីៗនេះលោក Netanyahu បានសង្កត់ធ្ងន់ថាគោលដៅចម្បង2នៃប្រតិបត្តិការយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកត្រូវបានសម្រេចជាស្ថាពរទី1គឺការបំផ្លាញសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលជាបេះដូងនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងទី2គឺជាការកំទេចរោងចក្រផលិតមីស៊ីលប៉ាឡេស្ទិកនិងមីស៊ីលលឿនលឿនជាងសំឡេងតាមការវិភាគផ្នែកយោធាការបាត់បង់សមត្ថភាពទាំងនេះមានន័យថាអ៊ីរ៉ង់នឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីស្ដារឡើងវិញនៅបច្ចេកវិទ្យាទាំងនេះលោក Netanyahu បានអះអាងថាថ្ងៃនេះអ៊ីរ៉ង់លែងមានសមត្ថភាពគំរាមកំហែងអ៊ីស្រាអែលឬពិភពលោកដោយអាវុធប្រឡាយលោកទៀតហើយនាយករដ្ឋមន្ត្រីរូបនេះបានលាតត្រដាងថាផែនការរួមរវាងអាមេរិកនិងអ៊ីស្រាអែលមានគោលដៅធំៗចំនួន3មួយគឺបន្សាបសមត្ថភាពនុយក្លេអ៊ែរដែលសម្រេចបាន2ការបន្សាបកម្លាំងវាយប្រហារមីស៊ីលនិងទី3ការផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងទីអ៊ីរ៉ង់ចំពោះគោលដៅទី3លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថាកិច្ចការនេះឥឡូវនេះស្ថិតនៅលើដៃរបស់ប្រជាជនអ៊ីរ៉ង់ផ្ទាល់លោកបានបង្ហើបថាបើទោះបីជាបដិវត្តន៍មិនកើតឡើងចេញពីការទម្លាក់គ្រាប់បែកពីលើអាកាសក៏ដោយប៉ុន្តែអ៊ីស្រាអែលមានជំរើសលើដីជាច្រើនទៀតដែលមិនទាន់បង្ហាញជាសាធារណៈដើម្បីជួយគ្រប់គ្រងដល់ចលនាផ្លាស់ប្ដូររបបនេះគឺជាការផ្ញើសារលើកទឹកចិត្តដល់ក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ឲ្យងើបឡើងតស៊ូខណៈដែលរបបបច្ចុប្បន្នកំពុងទន់ខ្សោយផ្នែកយោធាចំណុចដែលគួរឲ្យកត់សម្គាល់បំផុតនៅក្នុងសន្និសីទនេះគឺការសារភាពរបស់លោក Netanyahu ថាអ៊ីស្រាអែលបានបើកការវាយប្រហារលើទីតាំងឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់នៅឈូងសមុទ្រប៉ែកកាលពីថ្ងៃពុធដោយមិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុននោះទេការសម្រេចចិត្តវាយប្រហារតែម្នាក់ឯងនេះបានកើតឡើងបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងទីក្រុងតេលអាវីវនិងទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតី Donald Trump បានបង្ហាញការបារម្ភថាការវាយប្រហារលើវិស័យថាមពលនឹងធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងដែលប៉ះពាល់ដល់សេដ្ឋកិច្ចលោក Netanyahu បានទទួលស្គាល់ថាលោក Trump ពិតជាបានស្នើសុំឲ្យអ៊ីស្រាអែលផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលហើយលោកក៏បានយល់ស្របតាមសំណើនេះជាបណ្ដោះអាសន្នទោះជាយ៉ាងណាក៏ដោយសកម្មភាពវាយប្រហារដោយមិនប្រាប់មុននេះបង្ហាញឲ្យឃើញថាអ៊ីស្រាអែលត្រៀមខ្លួនធ្វើសកម្មភាពដោយឯករាជ្យប្រសិនបើពួកគេយល់ថាវាជាការចាំបាច់សម្រាប់សន្តិសុខជាតិទោះបីជាត្រូវប្រថុយនឹងការរកម្មរកជាមួយសម្ព័ន្ធមិត្តមហាអំណាចលេខ1ក៏ដោយក្រៅពីការវាយប្រហារលើដីគោកលោក Netanyahu បានបង្ហើបពីជោគជ័យមួយទៀតដែលមិនសូវមានអ្នកដឹងគឺបំផ្លាញកងនាវាចរទាំងស្រុងរបស់អ៊ីរ៉ង់នៅក្នុងសមុទ្រកាស្ពីយនកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាសអាមេរិកនិងអ៊ីស្រាអែលបានធ្វើឲ្យកម្លាំងជើងទឹកអ៊ីរ៉ង់នៅក្នុងតំបន់យុទ្ធសាស្ត្រភាគខាងជើងនេះរលាយសាបសូន្យការនេះមិនត្រឹមតែជាការវាយប្រហារលើអ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែវាជាការផ្ញើសារព្រមានដល់ឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់សមុទ្រកាស្ពីយនផងដែរជារួមស្ថានភាពនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ថ្មីមួយអ៊ីរ៉ង់ដែលធ្លាប់តែជាខ្លាកំណាចក្នុងតំបន់ឥឡូវនេះត្រូវបានលោក Netanyahu អះអាងថាជាខ្លាគ្មានថ្មិញការបាត់បង់ទាំងសមត្ថភាពនុយក្លេអ៊ែរមីស៊ីលនិងកងនាវាចរធ្វើឲ្យទីក្រុងទីអ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពទល់ច្រប់បំផុតមិនធ្លាប់មានចាប់តាំងពីបដិវត្តន៍ឆ្នាំ1979ទោះជាយ៉ាងណាសំណួរនៅត្រង់ថាតើអ៊ីរ៉ង់នឹងនៅស្ងៀមទទួលយកការបរាជ័យនេះឬក៏នឹងប្រើប្រាស់កម្លាំងប្រុកស៊ីរបស់ខ្លួនដើម្បីសងសឹកតាមវិធីផ្សេងហើយតើទំនាក់ទំនងរវាងលោក Trump និងលោក Netanyahu នឹងទៅជាយ៉ាងណាបន្ទាប់ពីអ៊ីស្រាអែលបង្ហាញភាពរឹងរូសដោយវាយប្រហារលើគោលដៅថាមពលដោយគ្មានការយល់ព្រមអ្វីដែលច្បាស់បំផុតនៅពេលនេះគឺយុទ្ធសាស្ត្រកាត់ក្បាលពោះរបស់អ៊ីស្រាអែលបានធ្វើឲ្យភូមិសាស្ត្រនយោបាយតំបន់ផ្លាស់ប្ដូរទាំងស្រុងហើយពិភពលោកកំពុងរងចាំមើលថាតើបដិវត្តន៍ផ្ទៃក្នុងដែលលោក Netanyahu រំពឹងទឹកនោះនឹងអាចកើតឡើងពិតប្រាកដដែរឬទេ